វិសុលោកគ្រូវីដេអូនេះជូនទៅដល់លោកគ្រូអ្នកគ្រូដែលបានជួយបង្ហាត់បង្រៀនពួកខ្ញុំតាំងពីដើមឆ្នាំមកខ្ញុំឈ្មោះចៅសាអ៊ីតាដែលជាប្រធានថ្នាក់នៃថ្នាក់ទី11 NJSB1 សូមថ្លែងអំណរគុណចំពោះលោកគ្រូអ្នកគ្រូដែលនឹងជាពិសេសគឺលោកគ្រូពុទ្ធីដែលត្រូវជាគ្រូបន្ទុកថ្នាក់របស់ពួកខ្ញុំដោយសារតែតាំងពីដើមឆ្នាំមកពួកខ្ញុំអាចនឹងហៀងសួរនិយាយគ្នាពីដើមឆ្នាំតែនៅដល់វគ្គចុងឆ្នាំហ្នឹងគឺហៀងពិបាកនិយាយគ្នាជាពិសេសតទៅជាមួយនឹងវិន័យក្នុងថ្នាក់ផងក្រៅថ្នាក់ផងនឹងមានការcomplain ពីគ្រូផ្សេងអញ្ចឹងឆ្លើយឱកាសនេះខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់លោកគ្រូជាពិសេសដែលបានបង្ហាត់បង្រៀនពួកខ្ញុំជាពិសេសមុខវិជ្ជាគណិតហើយតែមានភាពអត់ធ្មត់ចំពោះពួកខ្ញុំជានិច្ចមិនថាពួកខ្ញុំធ្វើខុសឬក៏ធ្វើត្រូវឬក៏មានរឿងអីក៏ដោយលោកគ្រូតែមានចិត្តអាណិតមួយដែលថាអត់ចង់បញ្ជូនសិស្សទៅការិយាល័យទេតែមានចិត្តថាចង់ជួយអាណិតអត់ចង់ឲ្យមានរឿងហើយមួយទៀតនោះក៏សូមអធិស្ឋាននិងសូមអភ័យទោសលោកគ្រូដែលពួកខ្ញុំធ្វើជាសិស្សដែលពេលខ្លះអត់ស្ដាប់លោកគ្រូជាពិសេសខ្ញុំផ្ទាល់ភាគច្រើននៅម៉ោងលោកគ្រូខ្ញុំគិតថាដោយសារភាគច្រើនខ្ញុំហ៊ានចេះស្រាប់ចឹងទៅខ្ញុំអត់សូវបានស្ដាប់លោកគ្រូទេភាគច្រើនម៉ោងលោកគ្រូខ្ញុំអង្គុយកត់មេរៀនឬក៏ខ្ញុំធ្វើការងារផ្សេងអញ្ចឹងជាចុងក្រោយខ្ញុំក៏សូមអរគុណលោកគ្រូនិងសូមអភ័យទោសលោកគ្រូនៅរាល់កំហុសកន្លងមកហើយខ្ញុំជូនពរលោកគ្រូមានសុខភាពល្អនឹងទៅណាមកណាមានគេគ្រប់ស្រឡាញ់នឹងរស់ស៊ីមានបានជាដំបូងខ្ញុំសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូដែលបានបង្រៀនពួកខ្ញុំទាំងអស់គ្នាខ្ញុំឈ្មោះចន្ទធីតារតដែលជាសិស្សថ្នាក់ទី11 NJSB1 ហើយក្នុងវីដេអូនេះដែរខ្ញុំសូមនិយាយថាអរគុណលោកគ្រូអ្នកគ្រូដែលបានខិតខំបង្រៀនពួកខ្ញុំតាំងពីដើមឆ្នាំដល់ចុងឆ្នាំទោះបីជាលោកគ្រូអ្នកគ្រូហត់យ៉ាងណាក៏នៅតែអាចផ្ដល់នៅធម៌ពលការបង្រៀនយ៉ាងល្អហើយនឹងសេចក្តីស្រឡាញ់ហើយនឹងភាពកក់ក្ដៅចំពោះពួកយើងទាំងអស់គ្នាសូមអរគុណលោកគ្រូអ្នកគ្រូជាពិសេសលោកគ្រូបន្ទុកថ្នាក់របស់ពួកខ្ញុំគឺលោកគ្រូខែមពុទ្ធីដែលតែងតែជួយពួកខ្ញុំហើយជ្រោមជ្រែងហើយផ្ដល់នៅដំបូន្មានដ៏មានតម្លៃជាច្រើនដល់ពួកខ្ញុំអរគុណលោកគ្រូអរគុណអ្នកគ្រូជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាខ្ញុំឈ្មោះជាស្គូលវីតាមកពីថ្នាក់ទី11 GSB1 នៅក្នុងវីដេអូនេះដែរខ្ញុំសូមថ្លែងអំណរគុណទៅដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលបានខិតខំបង្រៀនខ្ញុំពីដើមឆ្នាំដល់ចុងឆ្នាំហើយក៏សូមថ្លែងអំណរគុណទៅដល់លោកគ្រូខែមពុទ្ធីដែលជាលោកគ្រូបន្ទុកថ្នាក់របស់ថ្នាក់ទី11 GSB1 ដែលលោកគ្រូបានខិតខំព្រៀនប្រដៅនិងបង្រៀនពួកខ្ញុំកន្លងមកដែរសូមអរគុណសម្រាប់អ្នកគ្រូនៅលោកគ្រូទាំងអស់ចង់វីដេអូមួយនេះក៏ចង់ប្រាប់ថានៅក្នុងរយៈពេល1ឆ្នាំនេះគឺខ្ញុំបានខិតខំប្រឹងប្រែងរៀនសូត្រហើយក៏ដូចជាពីយើងមានរឿងជាច្រើនយើងមានមនោសញ្ចេតនាជាមួយគ្នាបានឆោតមែនតើហើយក៏បានបង្កើតនៅអនុស្សាវរីយ៍ជាមួយគ្នាក្នុងរយៈពេល1ឆ្នាំនេះវាក៏បានបង្រៀននៅមេរៀនជាច្រើនដល់ខ្ញុំហើយក៏ធ្វើឲ្យខ្ញុំបានបន្សល់ទុកនៅអនុស្សាវរីយ៍ជាច្រើននៅក្នុងថ្នាក់ទី11ជាមួយនឹងទឹកថ្នាក់របស់ខ្ញុំហើយក៏ជាមួយនឹងលោកគ្រូអ្នកគ្រូទោះបីពេលខ្លះទៅយើងមានរឿងអន់សពន្ធជាមួយនឹងគ្នាក៏ពិតមែនប៉ុន្តែនៅថ្ងៃខាងមុខគឺយើងតែងតែយើងតែដោះស្រាយវាហើយយើងតែងតែនិយាយជាមួយគ្នាបាក់ស្រាយទៅនិយាយជាមួយគ្នាដើម្បីសង្ហោវិធីដោះស្រាយនៅក្នុងការត្រូវគ្នាមកវិញនេះចឹងហើយក៏មានតែពាក្យថាអរគុណទៅដល់លោកគ្រូអ្នកគ្រូដែលបានខិតខំប្រឹងប្រែងបង្រៀនពួកខ្ញុំឲ្យពួកខ្ញុំមានចំណេះដឹងឲ្យពួកខ្ញុំអាចប្រឡងជាប់មិនដើម្បីបានឡើងដល់ថ្នាក់ទី12បានសូមអរគុណជំរាបសួរលោកគ្រូអ្នកគ្រូនិងសិស្សស្ដីពុកម៉ែទាំងអស់គ្នាអញ្ចឹងខ្ញុំមានពាក្យពេចន៍មួយចំនួនជូនទៅកាន់លោកគ្រូអ្នកគ្រូគឺខ្ញុំពិតជាអរគុណលោកគ្រូអ្នកគ្រូខាងមែនតើចំពោះការបង្រៀនពួកខ្ញុំតាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំនេះពួកខ្ញុំហើយលោកគ្រូតែងតែប្រៀនប្រដៅពួកខ្ញុំជានិច្ចនៅពេលដែលពួកខ្ញុំធ្វើអ្វីខុសហើយលោកគ្រូអ្នកគ្រូតែងតែលើកលែងឲ្យពួកខ្ញុំជានិច្ចសូមអរគុណលោកគ្រូអ្នកគ្រូដែលបានបង្ហាត់បង្រៀនពួកខ្ញុំពីដើមឆ្នាំរហូតដល់ចុងឆ្នាំជំរាបសួរលោកគ្រូអ្នកគ្រូខ្ញុំកាន់តែមនីប៉ុងដល់ថ្ងៃនេះខ្ញុំនឹងមកធ្វើវីដេអូខ្លីមួយដើម្បីជូនចំពោះលោកគ្រូអ្នកគ្រូជាពិសេសដោយខ្ញុំពិតជាអរគុណលោកគ្រូអ្នកគ្រូខ្លាំងមែនទែនក្នុងការបង្ហាត់បង្រៀនខ្ញុំកន្លងមកគឺខ្ញុំអត់មានអីច្រើនក្រៅពីពាក្យថាអរគុណខ្លាំងមែនទែនព្រោះអ្នកគ្រូលោកគ្រូគឺអត់ខ្លាចភាពថាងើយហត់ទេគឺតែចង់ឲ្យពួកខ្ញុំចេះហើយ
ខ្ញុំផ្ទាល់គឺពេលខ្លះទៅខ្ញុំពិតជាអន់ចិត្តឬក៏មានអារម្មណ៍ថាដូចអត់នេះមួយអ្នកលោកគ្រូអ្នកគ្រូមែនពេលខ្លះប៉ុន្តែខ្ញុំក៏គិតមកវិញថាលោកគ្រូអ្នកគ្រូគឺអត់មានចង់ឲ្យពួកខ្ញុំអាក្រក់ទេគឺគោលបំណងតែមួយរបស់លោកគ្រូអ្នកគ្រូគឺតែតែចង់ឲ្យពួកខ្ញុំចេះហើយនឹងដើរផ្លូវល្អគឺតែតែទោះមានបដាទោះពេលខ្លះពាក្យសម្ដីមួយហ្នឹងគឺវារៀងធ្ងន់សម្រាប់ខ្ញុំមែនសម្រាប់ខ្ញុំផ្ទាល់មែនណាប៉ុន្តែខ្ញុំក៏ទទួលយកហើយនឹងការតម្រូវនៅអីទាំងអស់ដែលអ្នកគ្រូលោកគ្រូតែបង្ហាត់មេរៀនខ្ញុំសុទ្ធពិតជាអរគុណអ្នកគ្រូលោកគ្រូខ្លាំងមែនតើជំរាបសួរលោកគ្រូអ្នកគ្រូខ្ញុំឈ្មោះឃ្លាំងអមរាសុផាលិនជាសិស្សថ្នាក់ទី11 NJSB 1ថ្ងៃនេះខ្ញុំមានពាក្យពេចន៍មួយចំនួនចង់និយាយទៅកាន់លោកគ្រូអ្នកគ្រូខ្ញុំដឹងថាលោកគ្រូអ្នកគ្រូបានឆ្លងកាត់នៅឧបសគ្គនិងបញ្ហាជាច្រើនក្នុងការបង្រៀនពួកយើងតែលោកគ្រូអ្នកគ្រូនៅតែខិតខំព្យាយាមបង្រៀននិងអប់រំដល់ដំបូន្មានល្អៗដល់ពួកយើងជាមួយនឹងការតស៊ូព្យាយាមនិងភាពអត់ធ្មត់ទោះបីជាពេលខ្លះពួកយើងបានប្រើប្រាស់ពាក្យសម្ដីមិនល្អបញ្ចេញនៅអាកប្បកិរិយាមិនសមរម្យហើយមិនយកចិត្តទុកដាក់នៅក្នុងថ្នាក់រៀនក៏ដោយក៏លោកគ្រូអ្នកគ្រូមិនដែលខឹងស្អប់ពួកយើងឡើយហើយលោកគ្រូអ្នកគ្រូមិនត្រឹមតែផ្ដល់ចំណេះដឹងនោះទេគឺថែមទាំងបានបង្រៀនពួកយើងឲ្យចេះមានវិន័យការគោរពនិងខិតខំប្រឹងប្រែងក្នុងជីវិតពាក្យណែនាំនិងពាក្យលើកទឹកចិត្តរបស់លោកគ្រូអ្នកគ្រូគឺជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ពួកយើងទាំងអស់គ្នាហើយពេលខ្លះនៅពេលដែលពួកយើងមិនយល់មេរៀនត្រង់ចំណុចណាមួយលោកគ្រូអ្នកគ្រូមិនដែលទុកពួកយើងចោលនោះទេគឺលោកគ្រូអ្នកគ្រូបានរិះរកនៅវិធីផ្សេងថ្មីក្នុងការបង្រៀនយើងឲ្យឆាប់យល់និងមិនធ្វើឲ្យពួកយើងធុញនៅថ្នាក់រៀនមួយនេះខ្ញុំចាត់ទុកខ្លួនឯងថាសំណាងដែលបានធ្វើជាសិស្សរបស់លោកគ្រូអ្នកគ្រូហើយខ្ញុំក៏សូមទោសបើសិនជាកន្លងមកខ្ញុំបានប្រើប្រាស់នៅពាក្យមិនសមរម្យឬក៏បញ្ចេញនៅអាកប្បកិរិយាមិនល្អចំពោះលោកគ្រូអ្នកគ្រូជាចុងក្រោយក្នុងនាមខ្ញុំជាសិស្សម្នាក់ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ពេលវេលាកម្លាំងកាយនិងកម្លាំងចិត្តរបស់លោកគ្រូអ្នកគ្រូដើម្បីអប់រំពួកយើងទាំងអស់គ្នាជូនចំពោះលោកគ្រូអ្នកគ្រូទាំងអស់គ្នាខ្ញុំបាទសូមថ្លែងអំណរគុណចំពោះលោកគ្រូអ្នកគ្រូដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនពួកខ្ញុំតាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំសូមអរគុណជារបងសូមជម្រាបសួរលោកគ្រូអ្នកគ្រូនិងមិត្តភក្តិអ្នកគ្នាដែលកំពុងទស្សនាវីដេអូមួយនេះថ្ងៃនេះខ្ញុំមានពាក្យពេចន៍មួយចំនួនដែលខ្ញុំចង់និយាយទៅកាន់គ្រូទាំងអស់ជារបងខ្ញុំសូមអរគុណលោកគ្រូអ្នកគ្រូដែលបានខិតខំប្រឹងប្រែងបង្រៀនយើងតាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំហើយលើពីនោះទៅទៀតខ្ញុំសូមអរគុណគ្រូទាំងអស់ដែលបានតស៊ូពីបដៅនិងអប់រំយើងឲ្យដើរទៅរកផលល្អទោះបីយើងធ្វើខុសប៉ុណ្ណាក៏ដោយជាបញ្ចប់ខ្ញុំសូមអរគុណយ៉ាងខ្លាំងចំពោះលោកគ្រូអ្នកគ្រូទាំងអស់គ្នាខ្ញុំជូនចំពោះលោកគ្រូនិងអ្នកគ្រូជាទីគោរពសូមអរគុណចំពោះការបង្រៀននិងការណែនាំនិងការលើកទឹកចិត្តរបស់លោកគ្រូនិងអ្នកគ្រូកន្លងមកចំណេះដឹងនិងអនុស្សាវរីយ៍ល្អៗដែលយើងទទួលបាននឹងស្ថិតនៅក្នុងចិត្តរបស់យើងជានិច្ចសូមអរគុណលោកគ្រូនិងអ្នកគ្រូសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាខ្ញុំបានជួយខាងរាជវត្តក្នុងរយៈពេលមួយឆ្នាំនេះខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលបានរៀនជាមួយលោកគ្រូអ្នកគ្រូទោះបីជាពេលខ្លះខ្ញុំមិនបានយកចិត្តទុកដាក់ស្ដាប់លោកគ្រូបង្រៀនប៉ុន្តែលោកគ្រូនៅតែមិនខឹងស្អប់ពួកខ្ញុំហើយលោកគ្រូនៅតែខិតខំបង្រៀនជាចុងក្រោយខ្ញុំសូមអរគុណលោកគ្រូអ្នកគ្រូដែលបានសូមអរគុណលោកគ្រូអ្នកគ្រូដែលបានខិតខំបង្រៀនពួកខ្ញុំតាំងពីដើមឆ្នាំរហូតមកដល់ឥឡូវនេះទោះបីជាពេលខ្លះពួកខ្ញុំរៀនពិបាកនិយាយគ្នាក៏ពិតមែនប៉ុន្តែពួកខ្ញុំនៅតែមានសេចក្តីកោតសរសើរនិងភ្ញាក់រលឹកចំពោះការខិតខំប្រឹងប្រែងតស៊ូរបស់លោកគ្រូអ្នកគ្រូពួកខ្ញុំអាចទទួលបានបទពិសោធន៍ថ្មីហើយជាមួយនឹងដំបូន្មានល្អៗពីលោកគ្រូអ្នកគ្រូផងដែរជាដំបូងខ្ញុំសូមគោរពជម្រាបសួរទៅកាន់លោកគ្រូខ្ញុំឈ្មោះងួនសុសានមកពីថ្នាក់ទី11 NJB 1ថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍រីករាយយ៉ាងក្រៃលែងដែលបានជិះវីដេអូថ្នាំអរគុណទៅកាន់លោកគ្រូជាពិសេសអរគុណទៅកាន់លោកគ្រូខែពុទ្ធិដែលលោកគ្រូជាគ្រូបង្រៀនគណិតវិទ្យារបស់ពួកយើងព្រមទាំងជាគ្រូបន្ទុកថ្នាក់របស់ពួកយើងផងដែរចំពោះខ្ញុំចំណារអារម្មណ៍ទៅកាន់លោកគ្រូគឺជាគ្រូបង្រៀនម្នាក់ដែលល្អព្រមទាំងមានភាពហ្មត់ចត់ក្នុងការងារលោកគ្រូពិតជាមានភាពហត់នឿយខ្លាំងហើយដែលផ្សារតែលោកគ្រូគឺជាគ្រូបង្រៀនម្នាក់ក៏ប៉ុន្តែលោកគ្រូនៅតែខំព្យាយាមធ្វើយ៉ាងណាឲ្យសិស្សកាន់តែយល់រៀបចំឯកសារមេរៀនឲ្យសិស្សកាន់តែយល់កាន់កាត់មេរៀនព្រមទាំងបញ្យល់មេរៀនដោយមានភាពល្អិតធ្វើឲ្យសិស្សឆាប់យល់ផងដែរមួយយ៉ាងវិញទៀតលោកគ្រូគឺជាគ្រូបន្ទប់ថ្នាក់ផងដែរអញ្ចឹងការងារជាច្រើនដែលលោកគ្រូត្រូវរងបន្ទប់ក៏ប៉ុន្តែលោកគ្រូនៅតែខំព្យាយាមធ្វើវាផ្ដល់ព័ត៌មានឲ្យសិស្សម្នាក់ៗបានយល់ព្រមទាំងធ្វើ
ធ្វើវាដោយចិត្តអត់ធ្មត់និងរីករាយជាក្រៃលែងទោះបីជាលោកគ្រូពេលខ្លះហត់នឿយក៏ដោយក៏ប៉ុន្តែលោកគ្រូដែរបញ្ចេញភាពហត់នឿយមួម៉ៅទៅកាន់សិស្សទេលោកគ្រូធ្វើឲ្យសិស្សមានផាសុកភាពនៅក្នុងការរៀនជាមួយលោកគ្រូផងដែរម្យ៉ាងវិញទៀតនៅក្នុងការបង្រៀនរបស់លោកគ្រូបង្រៀនបានល្អខ្លាំងមែនទែនមេរៀនខ្លះទោះបីជាវាមានភាពលំបាកខ្លាំងក៏ដោយក៏ប៉ុន្តែលោកគ្រូតែព្យាយាមខំបង្រៀនយើងដោយយកចិត្តទុកដាក់ផងដែរម្យ៉ាងវិញទៀតលោកគ្រូក៏បានបង្រៀនមេរៀនរបស់យើងគឺក្រៅមេរៀនផងដែរធ្វើឲ្យសិស្សគ្រប់រូបពួកគាត់អាចយល់ដឹងពីតម្លៃនៃការងារគឺការខំប្រឹងប្រែងដោយសារតែមានការខំប្រឹងប្រែងទេធ្វើឲ្យទទួលបានជោគជ័យលោកគ្រូព្យាយាមប្រៀបធៀបយើងពីធ្វើយើងបានកាន់តែល្អជាពិសេសខិតខំទូមានព្រាមម្ដាយយើងប្រៀបដូចជាពងម្ដាយទី2របស់យើងផងដែរក្នុងនាមខ្ញុំជាសិស្សម្នាក់ខ្ញុំពិតជាមានអារម្មណ៍ថាថ្លៃមកគុណការលោកគ្រូថាមែនតើដោយសារតែលោកគ្រូយកចិត្តទុកដាក់ចំពោះសិស្សមិនថាខ្ញុំមិនថាគេគឺលោកគ្រូយកចិត្តទុកដាក់ដល់អស់គ្នាហើយលោកគ្រូតែជួយខិតខំកែប្រែសិស្សម្នាក់ឲ្យមានដូចជាសិស្សដែលក្រក់ទៅជាល្អហ្នឹងហើយអញ្ចឹងពួកយើងនឹងខិតខំប្រឹងប្រែងរៀនដើម្បីឲ្យមានអនាគតល្អផងដែរជាចុងក្រោយខ្ញុំសូមអរគុណឲ្យលោកគ្រូមានសុខភាពល្អសំណាងល្អពេញមួយជីវិតព្រមទាំងជោគជ័យនៅក្នុងគ្រប់ភារកិច្ចរបស់លោកគ្រូផងដែរសូមអរគុណ សូមគ្រូអ្នកគ្រូថ្ងៃនេះកូនមានពាក្យពេចន៍មួយចំនួនទៅកាន់លោកគ្រូអ្នកគ្រូដោយកូនចង់ថ្លែងអំណរគុណលោកគ្រូអ្នកគ្រូយ៉ាងជ្រាលជ្រៅបំផុតក្នុងការបង្រៀនពួកកូនតាំងពីដើមឆ្នាំដល់ចុងឆ្នាំដោយលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តក្នុងការបង្រៀនពួកកូនហើយកូននឹងចងចាំរាល់ដំបូន្មាននិងការព្រៀនប្រដៅរបស់លោកគ្រូអ្នកគ្រូទាំងអស់ជារៀងរហូតតែជាពាក្យពេចន៍ដែលពួកកូនដែលមិនអាចបំភ្លេចបានហើយជាចុងក្រោយកូនសូមខន្តីអភ័យទោសរកកំហុសខុសឆ្គងទាំងចេតនាក្តីនិងអចេតនាក្តីដែលលោកគ្រូ ជំរាបសួរលោកគ្រូអ្នកគ្រូខ្ញុំបាទឈឿនលេងហេងខ្ញុំសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូនិងអ្នកគ្រូគ្រប់មុខវិជ្ជាដែលលោកគ្រូនិងអ្នកគ្រូបានព្យាយាមបង្ហាត់បង្រៀនខ្ញុំដោយយកចិត្តទុកដាក់ដែលបានធ្វើឲ្យខ្ញុំចេះនិងយល់ច្បាស់ពីខ្លឹមសារមេរៀនក្រៅពីនេះលោកគ្រូអ្នកគ្រូក៏បានព្យាយាមអប់រំណែនាំខ្ញុំជាមួយនឹងពាក្យពេចន៍និងដំបូន្មានល្អៗជាចុងក្រោយខ្ញុំសូមជូនពរឲ្យលោកគ្រូអ្នកគ្រូមានសុភមង្គលនិងភាពជោគជ័យនៅក្នុងជីវិត ជាដំបូងខ្ញុំសូមជម្រាបសួរទៅដល់លោកគ្រូអ្នកគ្រូនិងមិត្តដែលកំពុងទស្សនាវីដេអូខ្ញុំនិយាយទាំងអស់គ្នាអញ្ចឹងខ្ញុំហើយនឹងតុបការងាររបស់ខ្ញុំគឺបានធ្វើវីដេអូនេះឡើងក្នុងគោលបំណងអរគុណលោកគ្រូអ្នកគ្រូដែលបានបង្រៀនខ្ញុំរយៈពេល1ឆ្នាំថ្នាក់ទី11 NCS B1 ហើយនៅឆ្នាំមុន10 NCS B1 ដោយទទួលបានលទ្ធផលល្អក្នុងការប្រឡងខ្ញុំអរគុណដល់ការលះបង់របស់លោកគ្រូអ្នកគ្រូដោយសារវាពិតជាមានសារៈសំខាន់សម្រាប់ខ្ញុំរីកចម្រើនជាមនុស្សនិងធ្វើជាពលរដ្ឋល្អសម្រាប់សង្គមជាតិជាចុងក្រោយជាចុងក្រោយខ្ញុំសូមអរគុណទៅដល់លោកគ្រូអ្នកគ្រូហើយនឹងខ្ញុំសូមសន្យាថានឹងខិតខំប្រឹងប្រែងរៀនសូត្រនៅសាកលវិទ្យាល័យខណ្ឌថ្នាក់ទី12 NCSA ទទួលបានលទ្ធផលល្អក្នុងការប្រឡងបាក់ឌុបប្រកបដោយលទ្ធផលល្អនិងមានសមិទ្ធផលនិងសក្តានុពលផ្លែផ្កាផងដែរសូមអរគុណ ជាដំបូងខ្ញុំសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូនិងខ្ញុំមានឈ្មោះថាម៉ាច់ពេញបរមីមកពីថ្នាក់ទី11 NCS B1 ថ្ងៃនេះខ្ញុំមានពាក្យពេចន៍មួយចំនួនដែលនិយាយទៅកាន់លោកគ្រូអ្នកគ្រូខ្ញុំសូមថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលបានជួយបង្ហាត់បង្រៀនរយៈពេលជិត1ឆ្នាំកន្លងមកនេះព្រមទាំងបានអប់រំទូន្មានជាមួយនឹងផ្ដល់ចំណេះដឹងដល់សិស្សសិស្សគ្រប់គ្នាដែលមិនខ្លាចនៅហត់ហើយលោកគ្រូអ្នកគ្រូមិនត្រឹមតែបង្រៀននៅមុខវិជ្ជារបស់ខ្លួនតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានអប់រំសិលធម៌គុណធម៌ជាមួយនឹងការរស់នៅក្នុងសង្គមឲ្យមានភាពល្អប្រសើរហើយនៅគ្រប់ពាក្យពេចន៍ដែលលោកគ្រូអ្នកគ្រូបានផ្ដល់ឲ្យមិនមែនគ្រាន់តែជាមេរៀនក្នុងសៀវភៅប៉ុណ្ណោះទេប៉ុន្តែវាក៏ជាបទពិសោធន៍ដែលជាត្រីនិស័យបង្ហាញឲ្យពួកយើងដើរលើផ្លូវត្រូវហើយនឹងខ្លះជាពលរដ្ឋសម្រាប់សង្គមជាតិ
បើគ្មានការយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូនិងភាពអត់ធន់របស់លោកគ្រូអ្នកគ្រូទេកូនសិស្សម្នាក់ៗប្រហែលជាមិនអាចមានថ្ងៃនេះបានឡើយជាចុងក្រោយខ្ញុំសូមជូនពរឲ្យលោកគ្រូអ្នកគ្រូមានសុខភាពល្អកម្លាំងមាំមួនជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនជាមួយនឹងមានភាពជោគជ័យទៅគ្រប់ភារកិច្ច អរគុណលោកគ្រូអ្នកគ្រូជាច្រើនសម្រាប់គ្រប់យ៉ាងខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានរៀននៅក្នុងថ្នាក់11B1 ដែលលោកគ្រូអ្នកគ្រូក្នុងថ្នាក់យើងចាប់បានបង្រៀនល្អសម្រាប់ប្រើពេលវេលាដើម្បីបង្រៀនយើងអប់រំឲ្យយើងចេះខិតខំរៀនសូត្រហើយមានភាពអត់ធ្មត់ហើយខ្ញុំសូមជូនពរឲ្យលោកគ្រូអ្នកគ្រូនឹងមានសុខភាពល្អនិងសប្បាយចិត្តជារៀងរាល់ថ្ងៃ ជាដំបូងក៏សូមជម្រាបសួរលោកគ្រូនិងអ្នកគ្រូទាំងអស់សម្រាប់ការដឹកនាំនិងការមើលថែពួកកូនក្នុងរយៈពេលមួយឆ្នាំពេញនេះក៏សូមអរគុណលោកគ្រូនិងអ្នកគ្រូទាំងអស់ជាពិសេសលោកគ្រូខេមពធីដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជាឪពុកម្ដាយក៏ធ្វើជាអាណាព្យាបាលទី2របស់សិស្សគ្រប់រូបក្នុងថ្នាក់ 11B1 លោកគ្រូអ្នកគ្រូទាំងអស់បានចំណាយពេលវេលាជាច្រើនក្នុងការដឹកនាំនិងបង្ហាត់បង្រៀនពួកកូនដើម្បីឲ្យចេះនៅមកវិជ្ជាផ្សេងមិនថាសង្គមឬក៏វិជ្ជាសាស្ត្រឡើយលោកគ្រូអ្នកគ្រូបានមានភាពអត់ធ្មត់បង្រៀនពួកកូនតាំងពីមិនចេះសល់រហូតដល់ចេះនឹងទទួលបានលទ្ធផលសិក្សាល្អលោកគ្រូហើយអ្នកគ្រូតែងតែយកចិត្តទុកដាក់និងបង្ហាត់បង្រៀនពួកកូនបើទោះបីពេលខ្លះពួកកូនអាចនឹងពិបាកនិយាយគ្នាឬក៏ធ្វើឲ្យលោកគ្រូអ្នកគ្រូខកចិត្តដល់ថ្នាក់ណាក៏ដោយលោកគ្រូអ្នកគ្រូមិនដែលគុំគួននឹងសិស្សទេហើយថែមទាំងជួយព្រៀនប្រដៅនឹងផ្ដល់ដំបូន្មានថ្មីនិងដដែលដល់កូនធ្វើយ៉ាងណាឲ្យពួកកូនទទួលបានអនាគតល្អនិងកែប្រែខ្លួនឲ្យក្លាយជាសិស្សល្អមិនថាទៅលើការសិក្សាឬក៏វិន័យក៏ដោយជាចុងក្រោយកូនសូមអរគុណលោកគ្រូអ្នកគ្រូទាំងអស់ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជាអាណាព្យាបាលទី2របស់សិស្សគ្រប់រូបនិងអរគុណលោកគ្រូអ្នកគ្រូទាំងអស់ចំពោះការខិតខំចំណាយពេលវេលានិងការលះបង់គ្រប់សពបែបយ៉ាងដើម្បីធ្វើយ៉ាងណាឲ្យពួកកូនក្លាយជាសិស្សល្អកូនល្អនិងពលរដ្ឋល្អពីកូនឌីនីតាពី11 NJS B1 សូមជម្រាបសួរទៅកាន់លោកគ្រូនិងអ្នកគ្រូដោយខ្ញុំគឺជាសិស្សដែលបានរៀនថ្នាក់ទី11ជាមួយលោកគ្រូអ្នកគ្រូរយៈពេល1ឆ្នាំខ្ញុំក៏សូមអរគុណទៅកាន់លោកគ្រូអ្នកគ្រូដែលបានបង្រៀនខ្ញុំរយៈពេល1ឆ្នាំនេះធ្វើត្បិតតែពេលខ្លះក៏សប្បាយចិត្តពេលខ្លះក៏អត់ប៉ុន្តែនៅតែអរគុណសម្រាប់ការខិតខំប្រឹងរបស់លោកគ្រូអ្នកគ្រូហើយក៏ជូនពរឲ្យលោកគ្រូអ្នកគ្រូមានសុខភាពល្អ ជាដំបូងនេះខ្ញុំសូមគោរពជំរាបសួរទៅដល់លោកគ្រូនិងអ្នកគ្រូទាំងអស់គ្នាជាពិសេសគឺលោកគ្រូខេមពធីដែលជាលោកគ្រូបន្ទុកថ្នាក់របស់ពួកយើងនិងសូមអរគុណទៅដល់អ្នកគ្រូនិងលោកគ្រូផ្សេងៗទៀតដែលបានដើរតួនាទីជាគ្រូបង្រៀនដ៏ល្អបានខិតខំប្រឹងប្រែងបង្រៀនពួកយើងតាំងពីដើមឆ្នាំរហូតមកដល់ឥឡូវនេះគឺចាប់ឆមាសទី2ហើយរយៈពេល1ឆ្នាំដែលពួកយើងចំណាយជាមួយគ្នានេះគឺពិតជាមានន័យខ្លាំងមែនទែនហើយវាដាក់ជាប់នៅក្នុងខួរក្បាលរបស់ពួកយើងជានិច្ច អរគុណទៅដល់លោកគ្រូខេមពធីដែលជាលោកគ្រូបន្ទុកថ្នាក់ដ៏ល្អទោះបីជាពួកយើងធ្វើខុសនៅកំហុសច្រើនដងតែមិនក៏ដោយក៏លោកគ្រូនៅតែអត់ស្អប់អត់គុំគួនសិស្សហើយនៅតែបង្រៀនពួកយើងដោយអស់ពីសមត្ថភាពដើម្បីផ្ដល់នូវចំណេះដឹងមួយដល់ពួកយើងឲ្យបានចេះដឹងជ្រៅជ្រះនិងជាចុងក្រោយគឺអរគុណទៅដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាខ្លាំងមែនទែនដែលបាន បង្ហាត់ពួកយើងតាំងពីដើមឆ្នាំរហូតមកដល់ឥឡូវនេះគឺពួកយើងបានចំណាយពេលវេលាមួយដ៏មានន័យជាមួយគ្នាពីខ្ញុំទៅមិនសុគៀងជាសិស្សថ្នាក់ទី11 NJS B1 ជំរាបសួរលោកគ្រូអ្នកគ្រូនិងអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះវណ្ណិតមកពីថ្នាក់ទី11 B1 ចឹងគោលបំណងក្នុងវីដេអូនេះគឺដើម្បីថ្លែងអំណរគុណលោកគ្រូខេមពធីដែលជាលោកគ្រូគណិតវិទ្យាដែលបង្រៀននៅថ្នាក់ទី11 B1 ដែលបានខិតខំប្រឹងប្រែងបង្រៀនសិស្សានុសិស្សទាំងអស់គ្នាសូម្បីតែពេលមានភាពរអាក់រអួលដោយសារតែសិស្សមិនស្ដាប់ដោយសិស្សលួចលេងទូរស័ព្ទដោយសិស្សលួចនិយាយគ្នាពេលលោកគ្រូពងបញ្យល់ដោយសិស្សលួចហូបអីក្នុងថ្នាក់ដោយសិស្សលួចលេងហ្គេមឬក៏គេងដោយមិនមានភាពទុកដាក់ដោយមិនយកចិត្តទុកដាក់ពេលលោកគ្រូពងបញ្យល់ហើយពេលលោកគ្រូឡើងឲ្យធ្វើលំហាត់មិនចេះ
សំបីតាពេលមានមិត្តរួមថ្នាក់លួចមើលពេលប្រឡងលោកគ្រូបានលើកលែងទោសឲ្យមិត្តរួមថ្នាក់ហើយក៏បានណែនាំនិងអប់រំសិស្សានុសិស្សទាំងអស់ដើម្បីដើរផ្លូវល្អកុំឲ្យដើរផ្លូវទៅកាន់អាក្រក់ឬទុច្ចរិតហើយក៏សូមអរគុណលោកគ្រូជាច្រើនដែលបានជួយណែនាំផ្លូវឲ្យសិស្សានុសិស្សដើរផ្លូវត្រង់ហើយមានអនាគតល្អបាទសូមអរគុណ ជំរាបសួរលោកគ្រូខ្ញុំសុបាឈិននារីរតន៍ដែលថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីចំណាប់អារម្មណ៍ដែលខ្ញុំបានសិក្សាជាមួយលោកគ្រូរយៈពេល1ឆ្នាំនឹងដែលខ្ញុំដឹងថាលោកគ្រូឆ្លងកាត់រឿងពិបាកច្រើនណាស់ក្នុងការធ្វើជាគ្រូបន្ទប់ថ្នាក់របស់ថ្នាក់ខ្ញុំប៉ុន្តែលោកគ្រូតែព្យាយាមផ្ដល់នូវដំបូន្មានល្អៗសម្រាប់ពួកខ្ញុំហើយនៅតែផ្ដល់ពេលវេលានិងឱកាសជាច្រើនសម្រាប់ឲ្យពួកខ្ញុំកែខ្លួនហើយខ្ញុំក៏សូមអរគុណដល់លោកគ្រូដែលបានព្យាយាមខិតខំបរៀនពួកខ្ញុំហើយខំផ្លាស់ប្ដូរពួកខ្ញុំឲ្យក្លាយទៅជាសិស្សល្អនិងក្មេងល្អនៅក្នុងសង្គម ជាដំបូងខ្ញុំសូមគោរពលោកគ្រូអ្នកគ្រូដែលជាទីគោរពថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលនឹងមានអំពើខ្លាំងមែនទែនពីដែលខ្ញុំបានសិក្សានៅទីនេះបានរយៈពេល1ឆ្នាំហើយខ្ញុំសូមឆ្លៀតឱកាសមួយនេះដើម្បីសូមថ្លែងអំណរគុណទៅយ៉ាងជ្រាលជ្រៅដល់លោកគ្រូអ្នកគ្រូដែលបានខិតខំបង្រៀនពួកយើងរយៈពេល1ឆ្នាំពេញដែលលោកគ្រូអ្នកគ្រូបានត្រឹមតែផ្ដល់នៅចំណេះដឹងអំពីមុខវិជ្ជាប៉ុណ្ណោះទេក៏ប៉ុន្តែក៏បានបង្រៀនពីការគោរពការយល់ដឹងនៃវិន័យផ្សេងៗនិងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រថែមទៀតផងដែលការនឹងជាការអត់ធ្មត់និងការលះបង់របស់លោកគ្រូអ្នកគ្រូគឺជាអ្វីដែលយើងទាំងអស់គ្នាគួរតែគោរពនិងចងចាំជានិច្ចដែលក្នុងរយៈពេលអស់1ឆ្នាំនេះយើងប្រហែល សូមលោកគ្រូនិងអ្នកគ្រូថ្ងៃនេះខ្ញុំសូមអរគុណលោកគ្រូនិងអ្នកគ្រូចំពោះការបង្រៀនយ៉ាងជ្រាលជ្រៅនិងការណែនាំនិងការយកចិត្តទុកដាក់របស់លោកគ្រូអ្នកគ្រូមកលើរូបខ្ញុំហើយលោកគ្រូនិងអ្នកគ្រូបានជួយបង្រៀនខ្ញុំបានកាន់តែល្អនិងមានទំនុកចិត្តនៅលើនឹងធ្វើឲ្យខ្ញុំមានទំនុកចិត្តនៅលើខ្លួនឯងជាងមុនហើយខ្ញុំពិតជាដឹងគុណចំពោះការខិតខំប្រឹងប្រែងនិងភាពអត់ធ្មត់របស់លោកគ្រូអ្នកគ្រូចំពោះការបង្រៀនមកលើរូបខ្ញុំហើយខ្ញុំសូមអរគុណទៅលោកគ្រូអ្នកគ្រូយ៉ាងជ្រាលជ្រៅនិងខ្ញុំសូមជូនពរឲ្យលោកគ្រូអ្នកគ្រូមានសុខភាពល្អនិងជោគជ័យជានិច្ច ចង់ជាដំបូងឡើយខ្ញុំសូមគោរពជំរាបសួរទៅកាន់លោកគ្រូអ្នកគ្រូទាំងអស់គ្នាបានបង្រៀននៅថាពួកខ្ញុំអញ្ចឹងខ្ញុំឈ្មោះគឹមសុងអញ្ចឹងខ្ញុំក៏ជាសិស្សនៅថ្នាក់ទី11 HSB មួយផងដែរអញ្ចឹងខ្ញុំមកធ្វើវីដេអូសម្រាប់គុណទៅកាន់លោកគ្រូអ្នកគ្រូដែលបានបង្រៀនពួកខ្ញុំតាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំហ្នឹងហើយពួកយើងទាំងអស់គ្នាក៏បានឆ្លងកាត់នៅរឿងរ៉ាវជាច្រើនជាមួយគ្នាទាំងសប្បាយទាំងជួបចត់អីក៏មានដែរអញ្ចឹងពួកខ្ញុំមានតែលើកដៃ10ហ្នឹងគឺ អរគុណទៅកាន់លោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃទាំងកាយនិងទាំងចិត្តផងដែរដាក់មកគឺដើម្បីមកបង្រៀនកូនសិស្សហ្នឹងគឺបានផ្ដល់នូវចំណេះដឹងជាច្រើនមកកាន់កូនសិស្សទាំងអស់គ្នាហើយគឺពួកគាត់តែខ្វល់ជាមួយកូនសិស្សថាកូនសិស្សណាអីហ្នឹងគឺមិនចេះអត់ចេះសិស្សចេះអីហ្នឹងគឺពួកគាត់គឺតែទៅជាយំពីពួកគាត់កាន់តែយល់ហើយបន្ថែមពីនេះទៀតគឺពួកយើងក៏សូម ភ័យទៅកាន់លោកគ្រូផងដែរចំពោះលើនៅសកម្មភាពណាមួយដែលពួកខ្ញុំហ្នឹងគឺប្រវត្តិមកគឺមិនសមរម្យអីហ្នឹងដែលជាការរំខាននៃការលោកគ្រូអ្នកគ្រូក៏ដូចជាអ្នកផ្សេងផងដែរអញ្ចឹងជាចុងក្រោយគឺខ្ញុំជូនពរឲ្យលោកគ្រូអ្នកគ្រូទាំងអស់គ្នាសុខភាពល្អអាយុវែងហើយតែណាមកណាគឺមានអ្នកស្រឡាញ់ច្រើនហើយព្រមទាំងធ្វើការងារអីមួយហ្នឹងគឺជោគជ័យគ្រប់ការងារផងដែរសូមអរគុណ ជំរាបសួរលោកគ្រូខ្ញុំឈ្មោះរតនីលាដែលថ្ងៃនេះខ្ញុំមកសូមអរគុណចំពោះការខិតខំបង្រៀនប្រឹងប្រែងរបស់លោកគ្រូជាយូរមកនេះតាំងពីដើមឆ្នាំទី11រហូតដល់ចុងឆ្នាំទី11ដោយពួកខ្ញុំក៏បានលេងសើចច្រើនហើយលោកគ្រូខឹងអីច្រើនដែរប៉ុន្តែលោកគ្រូក៏អត់បានខឹងស្អប់ពួកខ្ញុំក៏បានសើស្ដីឲ្យពួកខ្ញុំមិនដែរប៉ុន្តែលោកគ្រូទៅជា
ប្រយោជន៍ណែនាំមកដល់ការពួកខ្ញុំកុំឲ្យពួកខ្ញុំហ្នឹងគឺធ្វើអំពើហ្នឹងម្ដងហើយម្ដងទៀតហើយចំពោះការបង្រៀនវិញគឺលោកគ្រូគឺបានបង្ហាត់បង្រៀនបានល្អធ្វើឲ្យពួកខ្ញុំហ្នឹងគឺចាំមុខវិជ្ជាគណិតតាំងពីអត់ចេះរហូតដល់អត់ចេះតាំងពីដើមឆ្នាំទី11រហូតមកដល់ចុងឆ្នាំទី11ហ្នឹងហើយខ្ញុំសូមជូនពរទៅដល់លោកគ្រូមានសុខភាពល្អ ជាដំបូងខ្ញុំសូមជម្រាបសួរលោកគ្រូអ្នកគ្រូខ្ញុំឈ្មោះអង្គវឌ្ឍនាសម្បត្តិថ្ងៃនេះខ្ញុំជាមួយនឹងមិត្តរួមថ្នាក់ខ្ញុំដែរនឹងមកនិយាយសេចក្តីថ្លែងអំណរគុណរបស់ពួកខ្ញុំទៅកាន់លោកគ្រូអ្នកគ្រូដែលបានខិតខំបង្រៀនពួកខ្ញុំតាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំអញ្ចឹងតាំងពីដើមឆ្នាំប្រហែលជា 2-3 ខែដំបូងដែលលោកគ្រូអ្នកគ្រូមកបង្រៀនពួកខ្ញុំនៅក្នុងថ្នាក់ពួកខ្ញុំដែលជាសិស្សមិនសូវស្គាល់ លោកគ្រូអ្នកគ្រូទេធ្វើឲ្យពួកខ្ញុំមានអារម្មណ៍ថាខ្ជិលរៀនឬក៏រៀនមិនចូលតែលោកគ្រូអ្នកគ្រូនៅតែបន្តខិតខំបង្រៀនពួកខ្ញុំអស់ពីលទ្ធភាពរបស់លោកគ្រូអ្នកគ្រូរហូតដល់ពួកខ្ញុំទទួលបានចំណេះដឹងថ្មីជាច្រើនរួមទាំងបទពិសោធន៍ជាមួយនឹងពាក្យទូន្មានមួយចំនួនដែលលោកគ្រូអ្នកគ្រូបានផ្ដល់ឲ្យពួកខ្ញុំហើយទោះជាពេលខ្លះដែលពួកខ្ញុំមិនស្ដាប់លោកគ្រូអ្នកគ្រូបញ្យល់មេរៀនឬក៏មិនធ្វើកិច្ចការសាលាកិច្ចការផ្ទះដែល លោកគ្រូអ្នកគ្រូដែលឲ្យធ្វើមែនតែលោកគ្រូអ្នកគ្រូនៅតែលើកឡើងឲ្យពួកខ្ញុំនៅតែខិតខំរំលឹកពួកខ្ញុំហើយថែមទាំងកែកំហុសទាំងឡាយរបស់ពួកខ្ញុំហើយពេលខ្លះពួកខ្ញុំមានអារម្មណ៍ថាលោកគ្រូអ្នកគ្រូធ្វើបាបពួកខ្ញុំដោយគ្រូខ្លះគាត់កាចគ្រូខ្លះគាត់មិនសូវយកចិត្តទុកដាក់ជាមួយសិស្សមិនសូវបញ្យល់មេរៀនហើយគ្រូខ្លះទៀតមើលឃើញតែកំហុសសិស្សស្ដីឲ្យបន្ទោសឲ្យសិស្សរហូតតែ តាមពិតទៅគឺលោកគ្រូអ្នកគ្រូគឺបានខិតខំបង្រៀនអស់ពីលទ្ធភាពអស់ពីសមត្ថភាពរបស់ពួកគាត់ហើយពួកគាត់មានគោលបំណងល្អទេគឺចង់ឲ្យកូនសិស្សរបស់គាត់នឹងគឺមានអនាគតល្អរៀនពូកែមានការងារល្អធ្វើនៅពេលខាងមុខនេះអញ្ចឹងជាចុងក្រោយពួកខ្ញុំសូមអរគុណលោកគ្រូអ្នកគ្រូដែលបានចំណាយទាំងពេលចំណាយទាំងកម្លាំងកាយកម្លាំងចិត្តមកបង្រៀនពួកខ្ញុំនៅក្នុងស្ថានភាពណាក៏ដោយទោះបីជា ថ្ងៃខ្លះគឺលោកគ្រូអ្នកគ្រូជួបឧបសគ្គដូចជាមេឃភ្លៀងឬក៏បែកធ្លាកង់ម៉ូតូអីអញ្ចឹងតែលោកគ្រូអ្នកគ្រូនៅតែឆ្លៀតពេលមកបង្រៀនពួកខ្ញុំដើម្បីឲ្យពួកខ្ញុំរៀនចេះរៀនពូកែសូមអរគុណលោកគ្រូអ្នកគ្រូ ជាសម្រាប់សូមជម្រាបសួរលោកគ្រូអ្នកគ្រូនិងអ្នកទាំងអស់គ្នាខ្ញុំបាទខ្ញុំអូនសិស្សចិត្តប្រគុណជាសិស្សនៅថ្នាក់ទី11 NCL B1 ហើយដែរខ្ញុំមក និយាយនឹងបង្ហាញពីចំណាប់អារម្មណ៍របស់ខ្ញុំចំពោះលោកគ្រូអ្នកគ្រូដែលបានបង្រៀនខ្ញុំកន្លងមកជាដំបូងគឺខ្ញុំសូមអរគុណដល់លោកគ្រូអ្នកគ្រូដែលបានបង្ហាត់បង្រៀនខ្ញុំតាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំហើយនៅបានបង្ហាត់បង្រៀនខ្ញុំព្រមទាំងផ្ដល់នូវចំណេះដឹងជាច្រើនដល់រូបខ្ញុំផងដែរដោយខ្ញុំបានទទួលនៅចំណេះដឹងជាច្រើនទាំង ចំណេះវិជ្ជាទាំងនៅក្នុងសាលានិងក្រៅសាលាដែលលោកគ្រូបានបង្ហាត់បង្រៀននិងព្រមទាំងបញ្យល់ពួកខ្ញុំយ៉ាងក្បោះក្បាយហើយលោកគ្រូអ្នកគ្រូក៏តែងតែព្រៀងប្រដៅពួកខ្ញុំឲ្យធ្វើតែអំពើល្អធ្វើតែរឿងសុចរិតប្រព្រឹត្តនៅអំពើល្អហើយសាងនៅអ្វីដែលល្អលោកគ្រូតែងតែអប់រំទូន្មានព្រៀងប្រដៅជារៀងរហូតឲ្យពួកខ្ញុំដើរ ទៅផ្លូវល្អហើយនឹងតែងតែបង្ហាញនៅផ្លូវនិងផ្លាត់ផ្លូវដើម្បីឲ្យពួកខ្ញុំដើរនៅពេលអនាគតអញ្ចឹងសរុបជារួមមកខ្ញុំសូមអរគុណដល់លោកគ្រូអ្នកគ្រូជាពិសេសលោកគ្រូបង្រៀនថ្នាក់ដែលតែងតែបញ្យល់ណែនាំខ្ញុំនៅពេលដែលខ្ញុំធ្វើរឿងអ្វីដែលខុសហើយនឹងតែងតែប្រាប់ឲ្យខ្ញុំកែតម្រូវនៅអ្វីដែលខ្ញុំ ធ្វើខុសឲ្យខ្ញុំខ្លាចទៅជាកូនល្អសិស្សល្អនិងព្រមទាំងយុវជនល្អសូមអរគុណលោកគ្រូអ្នកគ្រូ ខ្ញុំសូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះខ្ញុំគ្រាន់តែចង់ប្រាប់លោកគ្រូអ្នកគ្រូថាខ្ញុំពិតជាមានអំណរគុណនិងសប្បាយចិត្តដែលលោកគ្រូអ្នកគ្រូបានខិតខំបង្រៀនខ្ញុំក្នុងរយៈពេល1ឆ្នាំនេះ ហើយនឹងខ្ញុំសូមអរគុណលោកគ្រូអ្នកគ្រូដែលបានខិតខំបង្ហាត់បង្រៀនមេរៀនឲ្យខ្ញុំហើយនឹងខ្ញុំក៏បានចេះជាច្រើនដោយសារលោកគ្រូអ្នកគ្រូហើយ
ខ្ញុំសូមអរគុណលោកគ្រូអ្នកគ្រូដែលបានsend slide send មេរៀននិង send លំហាត់នៅក្នុងgroup ដើម្បីឲ្យខ្ញុំក្នុងការចេះធ្វើលំហាត់មើលមេរៀនក្នុងមើលមេរៀនមុនពេលចូលរៀននិងខ្ញុំសូមអរគុណលោកគ្រូអ្នកគ្រូដែលបានខិតខំជួយពន្យល់ចំណុចនិងជួយពន្យល់មេរៀននិងរកវិធីសាស្ត្រក្នុងការពន្យល់ចំណុចឬមេរៀនឬលំហាត់ដែលខ្ញុំមិនសូវចេះនិងខ្ញុំសូមអរគុណលោកគ្រូអ្នកគ្រូដែលបានប្រឹងប្រែងបង្រៀនខ្ញុំហើយជាចុងក្រោយខ្ញុំសូមជូនពរលោកគ្រូអ្នកគ្រូទាំងអស់មានសុខភាពល្អរកស៊ីមានបានហើយនឹងព្រមទាំងជោគជ័យក្នុងអនាគតលោកគ្រូអ្នកគ្រូហើយនឹងជៀសវាងពីជំងឺហើយសូមលោកគ្រូអ្នកគ្រូជួបមនុស្សល្អហើយនឹងមានសុភមង្គលសូមអរគុណបាយបាយនាមខ្ញុំជាសិស្សានុសិស្សថ្នាក់11 NCF 21ខ្ញុំសូមលំអរកាយវាចាចិត្តក្នុងការថ្លែងអំណរគុណទៅដល់លោកគ្រូអ្នកគ្រូពីព្រោះតែលោកគ្រូអ្នកគ្រូបានបង្ហាត់បង្រៀននិងទំនុកបំរុងយើងនៅក្នុងថ្នាក់រៀនដោយលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តដោយមិនខ្លាចភាពនឿយហត់ខ្ញុំសូមជម្រាបសួរអរគុណលោកគ្រូអ្នកគ្រូដែលខ្ញុំមិនចង់ថាខ្ញុំសប្បាយរីករាយបានខ្លាចជាកូនសិស្សរបស់លោកគ្រូអ្នកគ្រូដែលលោកគ្រូអ្នកគ្រូបានខិតខំព្យាយាមដើម្បីបង្រៀននិងផ្ដល់បទពិសោធន៍និងការណែនាំរបស់លោកគ្រូអ្នកគ្រូដើម្បីឲ្យកូនសិស្សទាំងអស់គ្នាជោគជ័យក្នុងអនាគតខ្ញុំសូមអរគុណ